តោះថ្ងៃនេះគឺយើងអត់មាន report នៅក្នុងការបិទទៅលើ trading board ឬមួយក៏ការធ្វើ hybrid semi auto យើងទេប៉ុន្តែជានេះគឺខ្ញុំមានដំណឹងល្អសម្រាប់បងប្អូនដែលជាសមាជិកព្រោះដោយសារយើងនឹងផ្ដល់ឱកាសផ្ដល់ទុនទៅបងប្អូនដើម្បីធ្វើការអនុវត្តរួមគ្នាជាមួយ private community បានមុនគេអញ្ចឹងនៅក្នុងហ្នឹងគឺលក្ខខណ្ឌគឺងាយមែនទែនដោយបងប្អូនឃើញខ្ញុំតំតាផុសជាក់ស្ដែងតាក់ទងនឹង broker មួយដែលទើបតែមានអាជ្ញាប័ណ្ណនៅក្នុងប្រទេសកម្ពុជារបស់យើងគឺឈ្មោះថា CXM អញ្ចឹងបងប្អូនគ្រាន់តែចុច link ទៅលើ broker មួយហ្នឹងហើយ register ជាមួយខ្ញុំអញ្ចឹងនៅក្នុងហ្នឹងគឺយើងនឹងចាប់ random ទៅលើ member របស់យើងដែលប្រើប្រាស់ទៅលើ broker ហ្នឹងផ្ទាល់ដែល select យកមួយសប្តាហ៍3នាក់ហើយយើងនឹងតម្លើងតាមនឹងជាក់ស្ដែងហើយយើងឲ្យដើមទុនម្នាក់$50ដែលស្មើនឹង5000សេនបូកនឹងការរៀបចំតាក់ទងទៅនឹង tool ផ្សេងៗឲ្យបងប្អូនយកទៅប្រើប្រាស់ free នៅក្នុងចំនួន3នាក់ហ្នឹងហើយក្រៅពីហ្នឹងគឺយើងនឹង add គាត់ចូល private community ដើម្បីជួយបណ្ដោះបណ្ដាលព្រោះដោយសារយើងចង់ឲ្យដើមទុនហ្នឹងគឺពង្រីកបន្តសម្រាប់គាត់ដែលអាចទាញជាផលចំណូលបានជាប្រចាំថ្ងៃដូចគ្នាយើងឃើញជាក់ស្ដែងអញ្ចឹងបើសិនជាយើងធ្វើក្នុងរូបភាពត្រឹមត្រូវគឺដូចគ្នាយើងឃើញខ្ញុំបិទបញ្ជីជាប្រចាំអញ្ចឹងគឺយើងចំណេញសឹងរងថ្ងៃក៏ថាថ្ងៃនេះគឺយើងមិនមែនមានន័យថាយើងបើកបានរាល់ថ្ងៃតែម្ដងទេគឺយើងមើលតាមស្ថានភាពទីផ្សារអញ្ចឹងថ្ងៃនេះគឺយើង miss alert គឺយើងបញ្ឈប់គឺយើងអត់បាច់ចាំដើមចាប់ឱកាសនៅក្នុងការចូលច្រើនដងទេអញ្ចឹងដូចគ្នាយើងឃើញអញ្ចឹងគឺយើងឃើញថាយើងចំណេញសឹងរងថ្ងៃឯគ្នាយើងអត់មានថ្ងៃដែលខាតទេប៉ុន្តែមិនមែនមានន័យថាយើងអត់នឹងជួបនឹងហានិភ័យទេវាមានហានិភ័យបើសិនជាយើងធ្វើខុស rule ឬមួយក៏អត់បាន follow ទៅតាម SOP ហើយទោះពេលដែលយើង follow តាម SOP ក៏យើងអាចមានហានិភ័យផ្សេងៗដែលអាចកើតឡើងដូចគ្នាអញ្ចឹងសំខាន់គឺយើងត្រូវចេះរៀបចំ financial management ឬមួយក៏ money management ហ្នឹងឲ្យបានត្រឹមត្រូវអញ្ចឹងរឿងទាំងអស់ហ្នឹងគឺខ្ញុំនឹងបន្តបណ្ដាលនៅក្នុង private community ហើយអ្នកផ្សេងក៏អាចចូលរួមបានដែរគាត់ថាយើងរៀបចំឲ្យបងប្អូនចូលរួមតាមក្រោយហើយអត់មានគិតលុយអីទេគាត់ថាបងប្អូនដែលប្រើប្រាស់ទៅលើ product ឬមួយក៏ member របស់យើងគឺយើងនឹងបើកសិទ្ធនៅក្នុងការចូល private ហ្នឹងហើយយើងត្រូវការសម្ភាសមិនមែនមានន័យថាអ្នកគ្រប់គ្នាអាចចូលមកងាយស្រួលទេគឺយើងត្រូវសម្ភាសចុះកិច្ចសន្យាមួយគ្នាដើម្បីព្រមព្រៀងថានឹង follow ទៅតាម structure មួយក៏ច្បាប់នៅក្នុង community ទើបយើងឲ្យចូលព្រោះបើសិនបងប្អូនគ្រាន់តែចូលដើម្បីគ្រាន់តែរំខានឬមួយក៏ដើម្បីទៅមើលថាយើងធ្វើអីអត់មាន serious នៅក្នុងខ្លួននៅក្នុងការធ្វើដូចពួកយើងទេគឺយើងនឹង kick ហៅបងប្អូនចេញតែម្ដងអញ្ចឹងសម្រាប់ដំណឹងនេះគឺជាដំណឹងល្អមែនទែនសម្រាប់អ្នកដែលចង់បានឱកាសនៅក្នុងការចូលមុនគេហើយបានដើមទុនយកទៅធ្វើហ្នឹងគឺ complete comment ហើយ register ជាមួយ broker ដែលខ្ញុំនិយាយមុនហ្នឹងអរគុណច្រើន